អត់សប្បាយចិត្តទេបងប្អូននិយាយអារម្មណ៍ពិតហ្មងនិយាយអារម្មណ៍ពិតខ្ញុំមិនខ្វល់ថាការ live នេះអ្នកមើលប្រហែលអ្នកខ្ញុំមិនខ្វល់ទេខ្ញុំ live តែ10នាទីគឺខ្ញុំជប់និយាយហ្មងខ្ញុំនិយាយរឿងបញ្ចប់នេះនិយាយពិតអត់និយាយលេងសើចខ្ញុំនិយាយពិតខ្ញុំអត់និយាយលេងសើចខ្ញុំមិនទៅលេងបាល់ចប់ខ្ញុំទៅលេងបាល់ចប់ស្រាប់តែខ្ញុំទទួលបានសារពីបញ្ចប់គាត់ថាហេតុអីខ្ញុំធ្វើវីដេអូ reaction តែងជឿគាត់រឿងដែលគាត់ជុំវិញគាត់ live ជាមួយធីមការងារគាត់បានមានឆៃថាមានគ្នាគាត់ហ្នឹងទៅក៏គាត់គឺថាគាត់ខឹងពេកពេលតែគាត់និយាយចាញ់គាត់ក៏ជេររ៉ូណាល់ដូគាត់ហ៊ានប្រើពាក្យភ្លើទៅកាន់រ៉ូណាល់ដូទៀតហើយខ្ញុំក៏បានយកវីដេអូហ្នឹងមក react react វាមិនទូពេលប្រហែលនេះវាចូល 3-400k ដែរមុនខ្ញុំលុបចេញមិញណាគាត់ថាម៉េចពូភ្លឺឯងចង់បែកជើងខ្ញុំរឿងស្អីដែលពូភ្លឺត្រូវធ្វើវីដេអូចឹងពូភ្លឺឯងត្រូវលុបវីដេអូចេញអត់មានត្រូវធ្វើវីដេអូចឹងជាមួយគាត់ទេគាត់ថាធ្វើឲ្យក្មេងៗស្អប់គាត់កាន់តែខ្លាំងខ្ញុំនិយាយទៅកាន់បញ្ចប់វិញថាពូ like ខ្លួនឯងនិយាយខ្លួនឯងហើយខ្ញុំគ្រាន់តែយកវីដេអូមក react ហើយពូឯងបែរជាប្រើពាក្យប្រើភាសាថាខ្ញុំចង់បែកជើងពូអានេះបើយើងនិយាយអីមែនតើវាប៉ះពាល់ទឹកចិត្តប៉ះពាល់ទឹកចិត្តខ្ញុំពួកខ្ញុំធ្លាប់លេងជាមួយពូណាខ្ញុំធ្លាប់លេងជាមួយពូធ្លាប់លេងជាមួយខ្ញុំពូក៏ធ្លាប់ប្រើពាក្យលើសលុបមកលើខ្ញុំក៏ខ្ញុំមិនដែរប្រកាន់មិនដែរខឹងទេព្រោះពួកយើងនេះគិតទៅវាដូចសឹងថាវាមិនសិល្បៈសុទ្ធវាសិនតែដូចសិល្បៈទៅហើយពេលខ្លះយើងសំដែងណាយើងឲ្យបងប្អូនយើងបានកំសាន្តអារម្មណ៍ប៉ុន្តែល្ងាចមិញពេលដែលខ្ញុំលេងបាល់ហើយខ្ញុំបើកទូរស័ព្ទស្រាប់តែឃើញឆាតពូមកដាក់ខ្ញុំនេះហើយពូឯងបានប្រើពាក្យថាខ្ញុំចង់បែកជើងពូខ្ញុំមិនដឹងថាពូគិតមិនចំពោះខ្ញុំទាំងខ្ញុំរាប់អានពូគឺជាការរាប់អានស្រឡាញ់រាប់អានពូដោយការរាប់អានចេញពីចិត្តមិនដែលចង់បានអីពីពូទេបើទោះបីជាពូជាតារាល្បីប្រចាំស្រុកខ្មែរណា content និយាយទៅពូអាចនិយាយថា viral មកស្រុកខ្មែរគ្មានអ្នកណាទៅប្រជែងទៅស្អីណានេះជាមួយពូបានទេហើយខ្ញុំដើរទៅលេងជាមួយពូទី1ទោះបីពូមកអាក្រក់ខ្ញុំទទួលស្គាល់និយាយល្អលឿនណាមាត់និយាយពីលឿនមាត់និយាយលឿនណាហើយខ្ញុំតែតែថាពូល្អគ្រប់យ៉ាងហើយឥឡូវពូកាត់បន្ថយការជេរតិចទៅហើយពូកាត់បន្ថយការនិយាយកុំឲ្យល្អពេកកុំលឿនពេកហើយដូចជាមិញខ្ញុំគាត់ live គាត់ខឹងពេលតែគាត់ចាញ់គាត់ខឹងខ្លាំងគាត់បាននិយាយនៅក្នុង live ខ្លួនឯងហើយខ្ញុំធម្មតាយើងជាអ្នកធ្វើវីដេអូជាមួយគាត់ស្និទ្ធស្នាលលេងសើចខ្ញុំក៏យកវីដេអូហ្នឹងមក react ឥឡូវខឹងខ្ញុំមិនគាត់ខឹងទេបែបគាត់ដូចមិនសប្បាយចិត្តថាខ្ញុំនឹងជាអ្នកចង់ទៅអីបែកជើងគាត់ខ្ញុំថាបែកជើងអាម៉េចស្គាល់គ្នារាប់ឆ្នាំទៅហើយឆ្ងល់ពូអីដែរខ្ញុំឆ្ងល់មែនខ្ញុំអត់ចិត្តខ្ញុំបើកឡានពីឆ្ងាយមកពីដកពីច្បាំបើខ្ញុំបើកឡានបរាញ់ថាបនឲ្យដល់ចេះជាមួយទឹកខ្ញុំឡាយមកខ្ញុំក៏ចេះមានចិត្តមានបេះដូងព្រោះខ្ញុំមិនត្រូវការរាប់អានមនុស្សដែរអញ្ចឹងខ្ញុំឃើញពូអាក្រក់មែននិយាយអាក្រក់ជេរបន្តិចបដាសាអ្នកនេះអ្នកនោះប៉ុន្តែខ្ញុំដឹងថាពូមានទឹកចិត្តមួយដែលធ្វើឲ្យខ្ញុំចង់រាប់អានវាមិនដូចអ្នកខ្លះផ្អែមល្ហែមតែនៅមុខប៉ុន្តែពឹសពុលតែពូអត់ទេពូមាត់ឆៅមាត់ល្អមាត់លះប៉ុន្តែពូមានទឹកចិត្តមួយដែលខ្ញុំចង់ឆ្លាញ់ចង់រាប់អានអញ្ចឹងពេលដែលពូនិយាយថាខ្ញុំចង់បែកជើងពូខ្ញុំមិនដឹងថាពូនិយាយចេញពីចិត្តឬក៏ពូនិយាយបែបខឹងខ្លាំងអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំរាប់អានជាមួយពូគឺជាការរាប់អានដោយមិនគិតពីផលចំណេញខ្ញុំចេះរស់ជារបៀបខ្ញុំពូអាចរស់ដោយរបៀបពូបងប្អូនស្ដាប់សារគាត់ឆាតដាក់ប្រាប់របស់ខ្ញុំអត់ស្ដាប់បងប្អូនស្ដាប់គាត់គ្នាណាប៉ុន្តែខ្ញុំប្រាប់ហើយមិនមែនខ្ញុំជន់ផលិតអីគាត់ទេមិនមែនបែកជើងគាត់ទេគ្រប់យ៉ាងដែលខ្ញុំធ្វើវីដេអូ reaction ព្រឹកមិញនេះជាការដែលខ្ញុំលេងជាមួយគាត់ជាធម្មតាពីមុនពេលដែលខ្ញុំលេងវីដេអូជាមួយគាត់ខ្ញុំតែងតែឆាតប្រាប់គាត់មុនប៉ុន្តែខ្ញុំក៏សួរពូទៀតថាពូខ្ញុំលេងមួយវីដេអូvớiពូតិចពូប្រកាន់ទេខ្ញុំអត់ចង់ប្រើពាក្យអីច្រើនជាងកុំឲ្យពូប្រកាន់ព្រោះខ្ញុំគោរពគាត់ respect គាត់ជាអីជារៀមច្បងរបស់ខ្ញុំដែលគាត់ like បើមកខ្ញុំកន្លែងខ្លះក៏ត្រូវការមានការត្រួសត្រាយផ្លូវកន្លែងខ្លះក៏ត្រូវការពិភាក្សាគ្នាប៉ុន្តែបើពូប្រើភាសាថាខ្ញុំទៅបែកជើងពូដើម្បីអីពូបើខ្ញុំមានការងាររបស់ខ្ញុំរូបបែបខ្ញុំហើយខ្ញុំចូលវិស័យ MC នេះឆ្នាំ2023 24 25 26ខ្ញុំអត់ចង់ទៅប៉ះពាល់អ្នកណាទាំងអស់ហើយបើសួរថាខ្ញុំទៅបែកជើងពូទៅបែកជើងអូស្ការទៅបែកជើងសុជាតិហ្វ្រេនកូបានអីមកវិញបើការងារយើងរៀងខ្លួនហើយពូបែកជាប្រើភាសាចឹងដាក់ខ្ញុំបន្តិចទៀតខ្ញុំបានសលេងគាត់ដែលគាត់ឆាតរបស់ខ្ញុំល្ងាចមិញបងប្អូនណាអារម្មណ៍មនុស្សដែលចង់រាប់អានគ្នាហើយប្រើភាសាចឹងដាក់ខ្ញុំវាប៉ះអារម្មណ៍បងប្អូនយល់ទេហើយគាត់ like ខ្លួនឯងនិយាយខ្លួនឯងហើយគាត់ថាហេតុអីបានខ្ញុំយកវីដេអូរបស់គាត់យកទៅ react បែកជើងហេតុអីក៏មិនដាក់រូបវីដេអូពេលគាត់លេងបាល់មិនកើតអីចឹងទៅខ្ញុំអត់ចិត្តនិយាយត្រង់អត់ចិត្តហើយខ្ញុំនឹងទៅជួបគាត់និយាយផ្ទាល់មកនិយាយក្នុង live អស់ចិត្តសិនបើខ្ញុំមិននិយាយទេខ្ញុំអត់វានៅសំណុកក្នុងចិត្តហើយបងប្អូនខ្ញុំប្រាប់មនុស្សពូចក់ពេលដែលគាត់ខឹងពេលដែលគាត់មកឆៅស្អីមួយអ្វីក៏គាត់អាចនិយាយចេញមកដែរអាហ្នឹងមនុស្សពូចក់ដូចជុំមិញបងប្អូនបានឃើញគាត់ live ទេបានមើលខ្ញុំអត់ដឹងថាគាត់ live មិនខ្ញុំអត់ដឹងទេខ្ញុំរវល់ live ដែរស្រាប់តែខ្ញុំឃើញនៅក្នុង TikTok ខ្ញុំអូនឃើញ TikTok ខ្ញុំមានដេកថាខែមិញខ្ញុំអស់កម្លាំងចង់ខ្ញុំចង់ដេកដល់ពេលរៀបដេកអូ TikTok ឃើញគាត់និយាយគាត់ថាមិនបានបងឯងលេងបានតែក្រៅកគូគេអញ្ចឹងមានបានណាលេងមិនក៏មិនទៅអីណាចោលណាលេងកាត់ឯងទៅប្រើពាក្យសិតតែស្អីអីភ្លើណានេះទៅចង់ក្រោយថាអេហើយខ្ញុំក៏យកមក react បែបនិយាយបែបធម្មតាស្ដាប់តែពីគាត់ហើយគាត់និយាយពីលើបន្ថែមថាពូនិយាយចឹងលើហើយនិយាយចឹងលើអត់សមធ្វើចឹងទេតែក្រុមគាត់ជាបងជានិមិត្តរូបឯងមិនបានពូនិយាយចឹងពេលខ្ញុំយកទៅផុសគាត់ខឹងខ្ញុំឥឡូវឲ្យខ្ញុំលុបចេញអស់ខ្ញុំលុបចេញពី TikTok លុបចេញទាំង page ក្រុមការងារទាំងម៉ានលុបចេញអស់ហើយបងប្អូនបាច់ទៅប្រកាន់ខឹងឬបញ្ចុះគាត់ថាអូរ៉ូណាល់ដូចេះរ៉ូណាល់ដូចុះឬក៏អ្នកនេះមិនចេះអ្នកនេះចុះ
មនុស្សពូចក់គឺអញ្ចឹងបាទពេលដែលគាត់ live ផ្ទាល់និយាយគឺរបៀបអញ្ចឹងគេថាគាត់មាត់ល្អិលមាត់លឿនអញ្ចឹងការនិយាយនៅក្នុង live បងប្អូនត្រូវដឹងថាគ្មានអ្នកណាម្នាក់គ្មានអ្នកណាម្នាក់និយាយត្រូវគ្រប់10ទេខ្ញុំនិយាយអស់ហើយដល់ពេលខ្ញុំគិតថាខ្ញុំយកវីដេអូមក troll លេងបែបសប្បាយទាំងអស់គ្នាគាត់ទៅជាប្រើភាសាថាខ្ញុំបាញ់ជើងគាត់តិចទៀតខ្ញុំបើកសំឡេងឲ្យស្ដាប់នេះនៅក្នុងទូរស័ព្ទខ្ញុំណែរ៉កលេងវីដេអូមួយបញ្ចុះខ្លាំងជាងខ្ញុំផងខ្ញុំនៅនិយាយមានល្វែរបស់ខ្ញុំបើរ៉កនិយាយផងលើកខ្ញុំមិនតិចដល់ព្រោះរ៉កគាត់ស្និទ្ធស្នាលមួយពូខ្លាំងណាស់ហើយពូបើពូចង់លេងរបស់ខ្ញុំបងប្អូនមើលទៅគាត់ប្រើពាក្យអីខ្លះរបស់ខ្ញុំតែពូភ្លាវភ្លើមចេះលេងបាល់ណាសិតតែស្អីគូបអត់កណ្ដាលគូអីខ្ញុំអត់ប្រកាន់គាត់ទេព្រោះខ្ញុំដឹងគាត់តែបងប្អូនស្ដាប់ឮជាភាសាគាត់និយាយហ្នឹងបងប្អូនស្ដាប់ហើយវិនិច្ឆ័យមិនជារឿងបងប្អូនតែខ្ញុំយល់ពីទឹកចិត្តរបស់ពូចង់ហើយប៉ុន្តែគាត់តែថ្ងៃមិញខ្ញុំលេងបាល់ហើយលេងមិញលេងបាល់ហើយខ្ញុំវាប៉ះបេះដូងប៉ះទឹកចិត្តឲ្យយើងរាប់អានណាបងប្អូនយល់ទេតែបងប្អូនចង់ឆ្លាញ់រាប់អានមនុស្សណានេះហើយពេលដែលគេនិយាយប៉ះទឹកចិត្តយើងបងប្អូនមានអារម្មណ៍មិនពេលដែលយើងចង់រាប់អានចេញពីចិត្តដូចខ្ញុំបញ្ជាក់អញ្ចឹងពូចង់គាត់ល្បីគាត់មានអ្វីគ្រប់យ៉ាងហើយក៏លោកថាខ្ញុំទៅក្បែរគាត់ដើម្បីអីគេតោនកលិបដើម្បីឲ្យខ្ញុំល្បីដែរអត់ទេខ្ញុំឈ្មោះពូភ្លាវយូរហើយគេស្គាល់ខ្ញុំប៉ុណ្ណឹងខ្ញុំគាត់ថាបានអូខេលើវិស័យបាល់គាត់អូខេមិនធំធេងទេប៉ុន្តែអូខេអាចទទួលយកបាននៅក្បែរពូចង់យើងមានអារម្មណ៍មួយបែបសុបាយថតវីដេអូសុបាយលេងមួយគាត់ទៅណាបើនិយាយ view ក៏បានច្រើនដែរនិយាយអស់ក៏វាបានច្រើនដែរបែបសុបាយទាំងអស់គ្នាណាគេហៅថាមានទៅមានមកបែបចូលរួមទាំងអស់គ្នាក្នុងការថតវីដេអូប៉ុន្តែមកនិយាយថាខ្ញុំបែកជើងឥឡូវរ៉កអូស្ការវិជាអំស៊ីប្រហែលអ្នកកំពុងមើល live នេះខ្ញុំនិយាយប៉ិតខ្ញុំអត់មក live និយាយបែបលេងសើចទេខ្ញុំ3នាទីទេខ្ញុំបាត់ live ខ្ញុំត្រូវទៅប្រជុំឥឡូវខ្ញុំឲ្យបងប្អូនស្ដាប់ប៉ុន្តែស្ដាប់ហើយសូមកុំទៅដាក់បន្ទុកអីលើគាត់ទៀតព្រោះវីដេអូខ្ញុំបានលុបចេញហើយវីដេអូខ្ញុំបានលុបចេញហើយគាត់ខ្ញុំចង់ឲ្យបងប្អូនស្ដាប់ថាគាត់ផ្ញើសារមកខ្ញុំវាធ្វើឲ្យខ្ញុំរៀបអន់ចិត្តហើយមានអារម្មណ៍ថាកោអានដូចវាតែចំពូខ្ញុំលេងអត់បានផងហើយពីមុនថាយើងលេងទៅមកសុបាយមិនអីទេពូបងប្អូនណាខ្ញុំនិយាយអស់មុននឹងខ្ញុំលេងជាមួយពូចោះខ្ញុំសិតតែសុំគាត់មុនលេងបែបពាក្យកន្លែងណាខ្ញុំត្រូវនិយាយណាសុខភាពតែសុខភាពកន្លែងណាលេងមកខ្ញុំហ៊ានលេងខ្ញុំមិនមែនតែផ្ដេសអាងតែស្គាល់ចិត្តគាត់ស្គាល់គាត់អាម៉េចអីអាម៉េចយើងចិត្តតែប៉ាណាប៉ាណីទេមនុស្សខ្ញុំគឺខ្ញុំឲ្យតម្លៃមនុស្សជុំវិញខ្លួនតែម្ដងមិនមែនតែពូចោះទេឥឡូវស្ដាប់បងប្អូនចង់ស្ដាប់ពូចោះនិយាយមិនខ្ញុំថ្ងៃមិញឥឡូវចូលស៊ីនហើយអត់ reply ទៀតចូលស៊ីនហើយអត់ reply ទៀតប៉ុន្តែមួយទៀតខ្ញុំប្រាប់មួយទៀតបងប្អូនកុំទៅគិតថាអូពូចោះឥឡូវឡើងចាំងហ៊ាននិយាយភាសាអក្សរោះណាហ៊ានប្រើភាសាដល់ភ្លឺទៅកាន់រ៉ូណាល់ដូទៅអានេះគេថាការ live ផ្ទាល់និយាយមិនប្រកាសថាត្រឹមត្រូវទាំងអស់ទេបងប្អូនអ្នកគ្រប់គ្រងរ៉ូណាល់ដូបងប្អូនខ្ញុំនិយាយបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងរ៉ូណាល់ដូកុំវាយប្រហារពូចោះពេកណាវីដេអូដែលខ្ញុំធ្វើព្រឹកមិញនេះពីថ្ងៃមិញខ្ញុំធ្វើផុសនេះក៏ក្នុងន័យត្រូលសប្បាយដែរប៉ុន្តែប៉ះពាល់អារម្មណ៍គាត់ខ្ញុំលុបចេញណាឥឡូវពួកសង្គមភ័ក្រនៅស្ងៀម Mr. Rock វិជាអូស្ការតាណាហើយណែស្ដាប់លេងចុះស្ដាប់គាត់មិនឲ្យទៅវែងឆ្ងាយទេតែស្ដាប់ណាខ្ញុំបើកលឺនិយាយពុកភ្លាវឯងធ្វើវីដេអូហ្នឹងពុកភ្លាវឯងដឹងក្មេងៗវាសុទ្ធខ្ញុំឯងពុកភ្លាវឯងធ្វើមិនលក្ខណៈត្រូលលក្ខណៈបែបលេងសើចក្នុងហ្នឹងអានេះគឺវាយប្រហារហ្មងអត់មានយកទៅធ្វើវីដេអូឥឡូវរឿងទៀតបាត់បរោគេពងទៅវាយរលគេពងត្រីគុណគាត់តែពុកភ្លាវឯងយកទៅចឹងឲ្យពុកភ្លាវគេឲ្យគេកាត់ទេបើនៅក្នុងនោះពុកភ្លាវដាក់ចូលខ្ញុំទុកបាល់ខុសទុកអីលក្ខណៈព្រៀបធៀបគ្នាបងហ្នឹងវាជារឿងកំ pl វិញអានេះយកខ្ញុំទៅវាយប្រហារនៅលើហ្នឹងនៅលើវីដេអូហ្នឹងអូខេបងប្អូនមានន័យថាគាត់ថាខ្ញុំនឹងវាយប្រហារគាត់ហើយខ្ញុំសួរថាដើម្បីស្អីមិនវាយប្រហារពួកឯងលេងល្បីមែនស្រុកខ្មែរហ្នឹងពូអញ្ចឹងបានថាទាំងខ្ញុំទាំងពូទាំងអ្នកទាំងអស់គ្នាជាពិធីករបាល់ទាត់យើង live ផ្ទាល់និយាយផ្ទាល់មួយម៉ាត់ណាក៏បងប្អូនយើងចាំចាប់កំហុសដែរសួរថាខ្ញុំទៅអង្គុយមើលពូចោះ live ហើយយកកន្លែងដែលគាត់ខុសខ្ញុំយកមកខុសមែនខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេដោយសារតែខ្ញុំឃើញវីដេអូហ្នឹងវាមើលទៅវាទំនងណាដើម្បីគិតថាយកមកលេងឲ្យវាសុបាយមួយគាត់តែឥឡូវពូចោះគាត់អត់មានសុបាយមួយខ្ញុំទេឥឡូវគាត់វល់ដាក់ខ្ញុំចឹងណាដល់តែខ្ញុំអត់ចូលចិត្តញ៉ៃបងខ្ញុំទៅជួបគាត់ទៀតផឹកកាហ្វេជាមួយខ្ញុំនិយាយជាមួយបងព្រោះមិនចូលស៊ីនខ្ញុំអត់តនេះខ្លាយហើយខ្ញុំសូមផ្ដាំអ្នកគ្រប់ត្រូលទាំងឡាយរ៉ូណាល់ដូក៏ដោយមេស៊ីក៏ដោយសូមយើងគ្រប់ត្រូលឈរនៅលើគោលការណ៍មួយដែលស្មារតីចេះស្ដាប់ទៅវិញទៅមកណាមិនឲ្យតែរ៉ូណាល់ដូអន់ដឹងតែមេស៊ីល្អឲ្យតែមេស៊ីល្អដឹងតែរ៉ូណាល់ដូអន់ឲ្យការនិយាយស្ដីនៅក្នុងការ live មិនថាពូចង់មិនថាខ្ញុំមិនថាអ្នកទាំងអស់គ្នាទេឲ្យតែធ្វើការផ្នែកនិយាយបាល់ទាត់យើងនិយាយមិនគួរតែត្រូវរហូតណាហើយចឹងពេលតែគាត់និយាយខុសកន្លែងហ្នឹងសួរថាអ្នកណាអ្នកយកវីដេអូនេះទៅបង្កាត់ភេកណាខ្លះដែលកាត់វីដេអូកន្លែងហ្នឹងដែលចង់ឲ្យរឿងហ្នឹងវាកើតឡើងណាសួរថាដើមចូលអ្នកណាអ្នកកាត់វីដេអូហ្នឹងបើសិនជាក្រុមការងាររបស់ពូមែនក៏ខុសក៏ត្រូវឆ្លងកាត់ពូទៅណាព្រោះខ្ញុំប្រាប់ពីដើមថាមុននឹងធ្វើវីដេអូលេងជាមួយពូខ្ញុំត្រូវតែប្រាប់ពូប៉ុន្តែមករយៈចុងក្រោយខ្ញុំមិនបានប្រាប់ទេពូបាននិយាយថាយើងលេងទៅមកសប្បាយទៅកុំឲ្យទៅប៉ះពាល់
ពុកម្ដាយយើងណាអ្នកមានគុណយើងទៅបានហើយពូថាលេងទៅភ្លាមអីទេសប្បាយបាយអស់នេះទៅយើងចាប់ទុកជាការយើងចាប់ទុកជាតួធ្លាប់មួយឲ្យបងប្អូនយើងទស្សនាសប្បាយបដូររសជាតិការបិបត្តិតតែប៉ុណ្ណាហើយបើពូវាយបើគិតថាខ្ញុំថ្វាយបហាពូអើយពូ